បាទសួស្តីដល់អ្នកគ្នាស្វាគមន៍មកកាន់កម្មវិធីចែករំលែកលើបច្ចេកទេសក្នុងការប្រើប្រាស់ Excel ដែលផ្សារភ្ជាប់ជាមួយនឹងការងារប្រចាំថ្ងៃនៅក្នុង topic វគ្គនេះលោកគ្រូលើកយកការងារមួយដែលអាចជំនួយទៅលើផ្នែក finance ក្នុងការរៀបចំទៅលើរបាយការណ៍ហិរញ្ញវត្ថុដោយគ្រាន់តែអឺយើងចេះទៅលើ function មួយនៅក្នុង Excel គឺ Power Pivot Table អញ្ចឹងនៅក្នុង function Power Pivot Table នេះគឺយើងអាចប្រើប្រាស់បានច្រើនជំនួយក្នុងការរៀបចំ report យើងអាចរៀបចំ report គណនាទៅលើ actual ជាមួយនឹងបាប់ចិត្ត ហើយ variance ហើយ percentage ក៏បានបាទហើយយើងចាប់ជាមួយ data cell ក៏បានដែរអញ្ចឹងនៅក្នុងវីដេអូនេះលោកគ្រូនឹងលើកយក function pivot table ដើម្បីជាជំនួយក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលនៅក្នុង Excel របស់លោកគ្រូនេះលោកគ្រូមានព័ត៌មានទៅលើ business transaction ហ្នឹងគឺរយៈពេល12ខែតាំងពីខែ1រហូតដល់ខែ12ឆ្នាំ2026ហើយនៅក្នុងនេះលោកគ្រូមាន account code បាទលោកគ្រូមាន account name លោកគ្រូមានប្រភេទ account type ប្រភេទគណនីលោកគ្រូមាន category លោកគ្រូមាន amount អញ្ចឹងនៅក្នុងការងារនេះយើងចំណាយពេលត្រឹមតែ2នាទីដើម្បីផលិតទៅលើរបាយការណ៍ហិរញ្ញវត្ថុដោយគ្រាន់តែប្រើប្រាស់ទៅលើ Power Pivot Table អញ្ចឹងនៅក្នុងនេះគឺអ្នកនរគ្នាគ្រាន់តែចូលទៅក្នុង insert មកបាទចូលទៅក្នុង insert ហើយនឹងឃើញពាក្យមួយពាក្យ pivot table អញ្ចឹង select មកគឺយើង select ទៅលើហ្នឹងគឺមានពាក្យមួយនៅក្នុងនេះគឺមានពាក្យ new ហើយនឹង existing អញ្ចឹងបើសិនយើងយក new បានន័យថាយើងនឹងទៅ page ថ្មីមួយទៀតដើម្បីរៀបចំទៅលើ report ដែលយើងចង់បានប៉ុន្តែបើសិនយើងយក existing បានន័យថា report មួយហ្នឹងគឺនៅក្នុង page ហ្នឹងតែម្ដងគ្រាន់តែយើងរកកន្លែងដាក់ដើម្បីរៀបចំ report ដែរអញ្ចឹងនៅកន្លែងនេះលោកគ្រូយក new បាទយក new មកចឹងដល់ពេលយក new ទៅនឹង load មក page មួយទៀតគឺនឹងឃើញ pivot table field table field នេះគឺអនុញ្ញាតឲ្យអ្នកនរគ្នា select ព័ត៌មានដែលយើងចង់បានអញ្ចឹងនៅក្នុងនេះលោកគ្រូ select យកប្រភេទគណនីដែលប្រភេទគណនី represent ទៅលើasset ទៅលើ liability ទៅលើ equity revenue ហើយនិង expense ហើយបន្តមកទៀតលោកគ្រូយក category បានយក category នេះលោកគ្រូយកមក row ដែរដើម្បីបង្ហាញប្រភេទនៃគណនីរបស់លោកគ្រូហ្នឹងទៅតាម row មួយហើយបន្តមកទៀតលោកគ្រូយកឈ្មោះគណនីឈ្មោះគណនីក៏លោកគ្រូបង្ហាញវាជា row ដែរដើម្បីឲ្យឃើញថានៅ under current asset មានប្រភេទគណនីអីគេខ្លះនៅក្នុងហ្នឹងហើយនៅ fixed asset ហ្នឹងមានប្រភេទគណនីអីគេខ្លះហើយ under liability មានប្រភេទគណនីអីគេខ្លះហើយបន្តមកទៀតលោកគ្រូយក amount បាទយក amount ហើយលោកគ្រូចង់ឲ្យ amount ហ្នឹង present ទៅតាមខែមួយអញ្ចឹងបើសិនជា present ទៅតាមខែមួយលោកគ្រូគ្រាន់តែយក man មកអញ្ចឹងនៅកន្លែង man នេះលោកគ្រូនឹងទាញចូលទៅ present ជា column វិញម្ដងនៅក្នុងនេះលោកគ្រូនឹងអត់យក day ទេលោកគ្រូទាញ day ចេញហើយ man នេះក៏លោកគ្រូអត់យកដែរអញ្ចឹងលោកគ្រូនឹងឃើញរបាយការណ៍របស់លោកគ្រូ present ជាទម្រង់របាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញទៅតាមខែនីមួយៗហើយយើងប្រើរយៈពេលយ៉ាងខ្លីក្នុងការផលិតរបាយការណ៍មួយនេះអញ្ចឹងមែនទែនទៅការងារពាក់ព័ន្ធជាមួយនឹងការងារ Excel នេះអាចជួយយើងបានច្រើននៅក្នុងការរៀបចំ report ប្រចាំថ្ងៃឲ្យតែយើងចេះប្រើប្រាស់វាហើយបន្ទាប់ពីយើង design យកប៉ុណ្ណឹងហើយអ្នកនរគ្នាគ្រាន់តែទៅកន្លែង design នេះហើយចង់បានទម្រង់យ៉ាងដូចនេះគ្រាន់តែ select កន្លែង design នេះគឺនៅក្នុង pivot table នឹង load ទម្រង់ជូនអ្នកនរគ្នាហើយនៅខាងនេះគឺបង្ហាញពីប្រភេទ layout អញ្ចឹងនៅកន្លែងនេះអាចបង្ហាញជាប្រភេទ layout បានអូខេអញ្ចឹងយើងចង់បង្ហាញវាដកឃ្លាក៏បានដែរបាទហើយនៅខាងលើនេះគឺដូរមកគឺយើងដាក់ថាយើងអាចដូរឈ្មោះ financial financial statement យ៉ាងមកបាទដែលនៅក្នុងហ្នឹងបង្ហាញពី balance sheet បាទនៅលើនេះយើងកែមកដាក់ហើយក៏ដាក់ថា statement of financial position បាទយើងដាក់អញ្ចឹងមកបាទអញ្ចឹងមែនតើទៅការងារនៅក្នុងការប្រើប្រាស់ Excel នេះគឺជំនួយការងារប្រចាំថ្ងៃយើងបានច្រើនឲ្យតែយើងចេះរៀបចំ report ទៅតាមតម្រូវការយើងចង់បានហើយអ្នកនរគ្នាក៏លេចមើលនៅលើនេះគាត់តែចំណាយពេលមិនដល់2នាទីផងគឺយើងអាចផលិតរបាយការណ៍ហិរញ្ញវត្ថុមួយបានអញ្ចឹងនៅពេលយើងចេះ function Excel ច្រើនគឺងាយស្រួលក្នុងការងារប្រចាំថ្ងៃការងាររបស់យើងមានប្រសិទ្ធភាពជាងមុនហើយរហ័សជាងមុនអូខេអញ្ចឹងសម្រាប់វីដេអូវគ្គនេះគឺលោកគ្រូមានប៉ុណ្ណឹងទេជួបជាមួយលោកគ្រូនៅក្នុងវីដេអូបន្តទៀតអរគុណជំរាបលា